បាទសូមចូលរួមធ្វើការបកស្រាយពន្យល់និងចែករំលែកអំពីភាពខុសប្លែកគ្នារវាងសង្គមវិទ្យានិងមុខវិជ្ជាសាស្ត្រសង្គមដទៃទៀតយើងកន្លងមកអ្នកសិក្សាមួយចំនួនតែយល់មិនទាន់បានច្បាស់លាស់ទាក់ទងទៅនឹងមុខវិជ្ជាសង្គមវិទ្យាធៀបទៅនឹងការបកស្រាយពន្យល់នៃមុខវិជ្ជាដទៃទៀតដែលជាវិទ្យាសាស្ត្រសង្គមដូចគ្នាចឹងបើយើងក៏លេខមើលពីភាពខុសប្លែករវាងសង្គមវិទ្យានិងវិទ្យាដទៃទៀតគេហៅថាវិទ្យាសាស្ត្រសង្គមដូចគ្នានឹងយ៉ាងម៉េចបាទអ្វីដែលយើងហៅថាសង្គមវិទ្យាគឺជាផ្នែកមួយនៃវិស័យពាក់ព័ន្ធជាច្រើនដែលគេទទួលស្គាល់ថាជាវិទ្យាសាស្ត្រសង្គមធានបទសំខាន់នៃការសិក្សាសង្គមបានជាប់ទាក់ទិនទៅនឹងការសិក្សាអាកប្បកិរិយាឬអរិយាបថរបស់មនុស្សនិងព្រឹត្តិការណ៍នានាដែលកើតមាននៅក្នុងសង្គមមនុស្សបាទចំពោះព្រឹត្តិការណ៍នោះវាមានទម្រង់ជាមីក្រូនិងម៉ាក្រូអ្វីដែលពាក់ព័ន្ធទៅនឹងការសិក្សាអរិយាបថនិងអាកប្បកិរិយារបស់មនុស្សគឺព្រឹត្តិការណ៍ដែលកើតមាននៅក្នុងសង្គមនេះសកម្មភាពសង្គមគឺវាពាក់ព័ន្ធទៅនឹងទំនៀមទម្លាប់ស្ថាប័នផ្សេងជំនឿដើមរបស់មនុស្សមិនមែនជាសត្វឯកោទេមនុស្សរស់នៅក្នុងសង្គមត្រូវមានការទំនាក់ទំនងដើម្បីបង្កើតនៅតម្លៃរួមគឺអត្តសញ្ញាណនៃក្រុមមនុស្សឬក៏ជាតិពិតជាសាសមួយត្រូវការការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមផលប្រយោជន៍និងសេចក្តីថ្លៃថ្នូរក្នុងទម្រង់ជាក្រុមជាគ្រួសារជាសហគមន៍ជាសង្គមដែលមានចំណងភ្ជាប់ដោយនយោបាយសេដ្ឋកិច្ចសង្គមនិងតម្លៃវប្បធម៌ដែលខ្លួនជឿជាក់ឬគោរពឲ្យតម្លៃនោះតាំងពីខ្លួនចាប់ដើមមានកំណើតធំធាត់ប្រែប្រួលដែលផ្អែកលើលក្ខខណ្ឌជីវិតប្រចាំថ្ងៃរបស់មនុស្សដែលមានការប្រែប្រួលធ្វើសកម្មភាពរបស់ខ្លួននៅក្នុងសង្គមជាមួយនឹងអត្តពលមានព្រំដែននៃសកលភាវូបនីយកម្មនាសម័យបច្ចុប្បន្នក្រៅពីសេដ្ឋកិច្ចនិងសភាវុធទំនើបគឺបច្ចុប្បន្ននេះការតភ្ជាប់នៅប្រព័ន្ធអ៊ីនធឺណិតនិងព័ត៌មាននេះការបង្កើតនៅប្រព័ន្ធព័ត៌មានវិទ្យាប្រព័ន្ធ AI ឬក៏ហៅបញ្ញានិម្មិតនេះបានកំពុងមានតួនាទីសំខាន់នៅក្នុងសង្គមមនុស្សបច្ចុប្បន្នការភ័ន្តច្រឡំតែងតែកើតមានគឺការយល់ថាសង្គមសាស្ត្រឬសង្គមវិទូគឺដូចអ្នកប្រវត្តិវិទូឬដូចអ្នកប្រវត្តិសាស្ត្រឬអ្នកចិត្តសាស្ត្រដែរជាទូទៅយើងឃើញថាអ្នកចិត្តវិទូសេដ្ឋកិច្ចវិទូនរវិទូក្រិតកម្មវិទូអ្នកវិទ្យាសាស្ត្រនយោបាយនិងសូម្បីតែប្រវត្តិវិទូនិងសេដ្ឋកិច្ចវិទូគឺជាវិទ្យាសាស្ត្រសង្គមក្នុងការបែងចែកក្នុងចំណោមមុខជំនាញទាំងនេះជាញឹកញាប់មិនច្បាស់លាស់ទៅឡើយព្រោះថាក្នុងកិច្ចការនឹងពេលខ្លះវាមានមិនអាចប្រាប់ពីការងាររបស់អ្នកសង្គមវិទូស្ថិតក្នុងវិស័យណាទេទោះបីជាយ៉ាងណាក៏ដោយផ្អែកលើមូលដ្ឋានខាងក្រោមអាចជួយធ្វើការបែងចែកសង្គមសាស្ត្រឬសង្គមវិទូខុសពីអ្នកវិទ្យាសាស្ត្រសង្គមដទៃទៀតបានសង្គមវិទូខុសពីអ្នកចិត្តវិទូព្រោះថាអ្នកសង្គមវិទូមិនមានការយកចិត្តទុកដាក់ទាំងស្រុងឬក៏លម្អិតទៅលើរឿងរ៉ាវបុគ្គលនិងជាមួយនឹងអ្វីដែលកើតឡើងនៅក្នុងបុគ្គលម្នាក់នោះទេ
សង្គមវិទូបានចាប់អារម្មណ៍យ៉ាងខ្លាំងតែទៅលើរឿងរ៉ាវដែលកើតមានរបស់មនុស្សជាទូទៅក្នុងកម្រិតមីក្រូនិងម៉ាក្រូសង្គមវិទូខុសពីសេដ្ឋវិទូដោយមិនសូវចាប់អារម្មណ៍លើការផ្លាស់ប្ដូរពាណិជ្ជកម្មសង្គមវិទូមានការចាប់អារម្មណ៍ស្មើគ្នាក្នុងការផ្លាស់ប្ដូរនៅអ្វីដែលមិនអាចប៉ះបានដូចជាសេចក្តីស្រឡាញ់និងអារម្មណ៍សង្គមវិទូខុសពីនរៈវិទូជាចម្បងដោយសារតែចុងក្រោយនេះនរៈវិទូមានជំនាញក្នុងការសិក្សាអំពីក្រុមមនុស្សសម័យដើមឬសម័យបុព្វកាលក្នុងគណៈពេលដែលសង្គមវិទូនិយមចាប់អារម្មណ៍ជាចម្បងនៅក្នុងសង្គមឧស្សាហកម្មទំនើបគណៈដែលអ្នកឧក្រិដ្ឋវិទូជាច្រើនត្រូវបានបណ្ដុះបណ្ដាលនៅក្នុងការងារនៅក្នុងនាយកដ្ឋានឬមហាវិទ្យាល័យសង្គមវិទ្យាពួកគេមានជំនាញក្នុងការសិក្សាអំពីកប្បកិរិយាខុសច្បាប់និងក្នុងគណៈពេលដែលសង្គមវិទូមានការចាប់អារម្មណ៍ទូទៅលើអាកប្បកិរិយារបស់មនុស្សទាំងមូលមានទម្រង់ក្នុងកម្រិតជាមីក្រូនិងម៉ាក្រូចំពោះអ្នកនយោបាយផ្ដោតទៅលើអង្គការនិងសកម្មភាពនយោបាយគណៈពេលដែលអ្នកសង្គមវិទូស្ទង់មតិអង្គការសង្គមទាំងមូលជាចុងក្រោយសង្គមវិទូចែកចម្លែកជាមួយអ្នកប្រវត្តិសាស្ត្រដែលមានការចាប់អារម្មណ៍ក្នុងអតីតកាលប៉ុន្តែសង្គមវិទូមានការចាប់អារម្មណ៍ស្មើៗគ្នាទាំងស្ថានភាពក្នុងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគតសង្គមសាស្ត្រពុំមែនប្រវត្តិសាស្ត្រទេសង្គមសាស្ត្រសិក្សាអំពីព្រឹត្តិការណ៍ដោយសំអាងទៅលើលំនាំនៃសង្គមនីមួយៗដោយយកលំនាំនោះមកធ្វើការបកស្រាយពន្យល់ដោយមានវិធានការឬជាយោបល់ដើម្បីដោះស្រាយលើបញ្ហាសង្គមសង្គមសាស្ត្រត្រូវសិក្សាអំពីហេតុនិងផលនៃព្រឹត្តិការណ៍នីមួយៗនិងអំពីកលៈទេសៈដែលព្រឹត្តិការណ៍អាចកើតឡើងដោយយោងទៅតាមវត្ថុធម្មភាពដ៏ទូលំទូលាយដែលគ្រប់គ្រងរចនាសម្ព័ន្ធសង្គមទាំងមូលសង្គមនីមួយៗពោលគឺពុំមែនហេតុផលដែលកើតឡើងតែម្ដងទេគឺវាជាទូទៅទោះពេលណាឬសតវត្សណាក៏ដោយទីហោដើម្បីសិក្សាឲ្យបានត្រឹមត្រូវនៅទៅតាមលក្ខណៈនៃការស្រាវជ្រាវសង្គមសាស្ត្រអំពីលំនាំនៃសង្គ្រាមមិនមែនជាការសិក្សាអំពីសង្គ្រាមណាមួយនោះទេគឺចាំបាច់ត្រូវសិក្សាអំពីលំនាំសង្គ្រាមជាទូទៅតែម្ដងតួយ៉ាងលោក Nuttall ដែលជាអ្នកសង្គមវិទូមិនបានសិក្សាអំពីសង្គ្រាមលោកលើកទី1ឬលើកទី2អ្វីទេលោកធ្វើការសិក្សាអំពីសង្គ្រាមទូទៅបាទតែម្ដងដល់ឡែកប្រវត្តិសាស្ត្រសិក្សាអំពីព្រឹត្តិការណ៍ដែលមានរួចមកហើយពោលគឺការរៀបរាប់តាមដំណើរស្ថិតក្នុងអំឡុងពេលមួយនិងតាមទម្រង់តែប៉ុណ្ណោះទីហោប្រវត្តិវិទូនិយាយអំពីឫទ្ធិអំណាចរបស់ព្រះបាទជ័យវរ្ម័នទី7ដោយបញ្ចូលការសរសើរឬការកោតសរសើរជាដើមពីសម័យកាលរបស់ព្រះបាទជ័យវរ្ម័នទី7ក្នុងការគ្រប់គ្រងដឹកនាំប្រទេសក្នុងសម័យអាណាចក្រខ្មែរប៉ុន្តែសង្គមវិទូនិយាយអំពីហេតុផលនៃសម័យអាណាចក្រខ្មែរទៅវិញសង្គមវិទូជាអ្នកវិទ្យាសាស្ត្រដែលសិក្សាអំពីអាកប្បកិរិយារបស់មនុស្សជាក្រុមតូចក្នុងកម្រិតមីក្រូដើម្បីស្វែងរកការកែលម្អលើខ្លឹមសាររួមរបស់ក្រុមធំឬសង្គមទាំងមូលដែលគេហៅថាកម្រិតម៉ាក្រូចំពោះអ្នកចិត្តវិទ្យាសេដ្ឋកិច្ចវិទូអ្នកចិត្តវិទូឬសេដ្ឋកិច្ចវិទូវិទ្យាសាស្ត្រនយោបាយនិងនរៈវិទូបាទគឺជាវិស័យផ្សេងទៀតផ្សេងគ្នាតែវិស័យនីមួយៗមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធជាមួយផ្នែកផ្សេងទៀតផ្នែកនីមួយៗមានការសង្កត់ធ្ងន់និងលក្ខណៈពិសេសរៀងៗខ្លួន
ចិត្តវិទ្យាឬក៏ចិត្តវិទូដោតជាការសំខាន់លើការសិក្សាអំពីបញ្ហាបុគ្គលម្នាក់ៗនិងក្រុមតូចនិងអំពីរបៀបនៃការកើតឡើងផ្នែកសរីរៈផ្នែកជីវសាស្ត្រការរៀនសូត្រអារម្មណ៍និងកត្តាផ្សេងទៀតរួមចំណែកដល់បុគ្គលភាពស្រដៀងគ្នានិងភាពខុសគ្នាក្នុងចំណោមមនុស្សសេដ្ឋកិច្ចវិទូដោតសំខាន់លើការផលិតនិងការផ្លាស់ប្ដូរទំនិញឬសេវាកម្មរួមទាំងប្រាក់និងទម្រង់ផ្សេងទៀតនៃទ្រព្យសម្បត្តិចំណែកអ្នកវិទ្យាសាស្ត្រនយោបាយមានឯកទេសក្នុងការសិក្សាអំពីរដ្ឋាភិបាលនិងរដ្ឋបាលសាធារណៈវិធីនៃការប្រើប្រាស់អំណាចក្នុងសង្គមចំនួនអន្តរជាតិនិងចំនួនក្នុងស្រុកនរៈវិទ្យាយកចិត្តទុកដាក់ជាពិសេសទៅលើនិមិត្តវប្បធម៌នៃជីវិតមនុស្សដល់ជាពិសេសលើក្រុមតូចនិងសង្គមនៅក្នុងពិភពលោកសង្គមវិទូយល់ថានយោបាយវិទូយកចិត្តទុកដាក់ការវិភាគធ្វើជាមូលដ្ឋានចំណែកឯនយោបាយវិទូយល់ថាសង្គមវិទូយល់ថាជាការសយោគយកការសយោគធ្វើជាមូលដ្ឋានភាពខុសគ្នាទាំងនេះបានបង្ហាញថាសង្គមវិទ្យាឬសង្គមសាស្ត្រគឺជាមុខវិជ្ជាមួយដែលមានលក្ខណៈទូលំទូលាយជាងមុខវិជ្ជាសាស្ត្រសង្គមផ្សេងទៀតក្នុងន័យនេះឯកទេសនៃសង្គមវិទ្យាគឺមានលក្ខណៈទូទៅដើម្បីស្វែងរកការតំណភ្ជាប់និងការបង្រួមនៃមុខវិជ្ជាសាស្ត្រសង្គមដទៃទៀតពោលគឺមុខវិជ្ជាសង្គមសាស្ត្រដែលមានលក្ខណៈទូលំទូលាយនិងត្រូវបានគេចាត់ទុកថាជាមុខវិជ្ជាសាស្ត្រសង្គមមានលក្ខណៈសមានរណកម្មនៃមុខវិជ្ជាសាស្ត្រសង្គមដទៃទៀតយ៉ាងណាមិញការចែកព្រំដែននិងកម្រិតនៃភាពដែលឡែកឬឲ្យដាច់ណាត់ពីគ្នានៃមុខវិជ្ជាជំនាញរបស់សង្គមរបស់វិទ្យាសាស្ត្រសង្គមនិងវិទ្យាសាស្ត្រធម្មជាតិគឺវិទ្យាសាស្ត្រពិតក៏ពុំសមហេតុផលទេពីព្រោះថាវិទ្យាសាស្ត្រណាក៏ដូចវិទ្យាសាស្ត្រណាក៏តែងតែមានទំនាក់ទំនងគ្នាដោយផ្អែកលើមូលដ្ឋាននិងភាពចាំបាច់នៃការវិភាគរកហេតុផលនិងដំណោះស្រាយលើព្រឹត្តិការណ៍ឬបាតុភូតសង្គមដែលកើតមានឡើងទូយ៉ាងដើម្បីធ្វើការសញ្ញោគទៅកើតលុះត្រាមានការប្រមូលទិន្នន័យនិងព័ត៌មានឲ្យបានត្រឹមត្រូវផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រដើម្បីធ្វើការវិភាគដល់ចេញជាលទ្ធផលក្នុងទម្រង់នៃការសម្រេចចិត្តទៅលើរឿងរ៉ាវអ្វីមួយក្នុងការសិក្សាបែបវិទ្យាសាស្ត្រនិងការសិក្សាក្នុងសាកលវិទ្យាល័យដែលកាលពីមុនវិស័យនយោបាយនេះគឺសម្រាប់តែមនុស្សមានប្រាជ្ញាហើយមានអំណាចប៉ុណ្ណោះប៉ុន្តែបច្ចុប្បន្នភាពការធ្វើនយោបាយជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់គ្នាហើយដូច្នេះមិនថាឡើយប្រទេសអភិវឌ្ឍឬប្រទេសអភិវឌ្ឍឬប្រទេសមានការវត្តតិចតួចឬប្រទេសក្រីក្រការសិក្សានយោបាយនេះត្រូវបានបើកចំហនិងមានការបណ្ដុះបណ្ដាលផ្អែកលើស្ថានភាពទីក្នុងនិងឥទ្ធិពលពីក្រៅដូច្នេះធម្មភាពទាំងក្នុងនិងក្រៅនៃព្រឹត្តិការណ៍ឬបាតុភូតសង្គមពេលខ្លះវាមានលក្ខណៈទូទៅបែរត្រឡប់ទៅជាមានលក្ខណៈឯកឯងទៅវិញវត្ថុធម្មភាពទាំងឡាយនេះក៏ពុំអាចថិតថេរបានរហូតដែរហើយការប្រែប្រួលនិងផ្លាស់ប្ដូរតែងតែកើតមានផ្អែកលើធម្មភាពជំវិញកាលវេលានិងទីកន្លែងរបស់វាបាទសូមអរគុណ